ចាសូមគោរពជម្រាបសួរបងប្អូនអរគ្នាចានាងខ្ញុំវត្តៃចាសូមឆ្លើយតបទៅបុរសម្នាក់ចានៅក្នុងវីដេអូនេះចាអញ្ចឹងស្ដាប់ទាំងអស់គ្នាបើសិនជាប្រពន្ធធ្វើឲ្យប្តីគ្រប់គ្រាន់ណាប្តីនឹងមិនអាចទៅមានអ្នកផ្សេងបានទេមនុស្សប្រុសបើយើងនិយាយថាប្រពន្ធស្អាតយ៉ាងណាក៏នៅតែមាននាយអាយដែរប៉ុន្តែសួរថាបើសិនជាក្តីសុខនៅក្នុងគ្រួសារអត់បំពេញឲ្យគាត់បានតើគាត់គួរតែមានអ្នកផ្សេងឬអត់ខ្ញុំគិតថាមនុស្សស្រី 100% ប្រកាសជាស្ដាប់វីដេអូនេះហើយប្រកាសជាចាមិនបាច់តែមនុស្សស្រីទេមនុស្សប្រុសក៏ដោយភេទទី3ក៏ដោយក៏គេជេរក្បាលបងឯងឲ្យតែនិយាយភ្លើមិនដែលទេប្រពន្ធគឺជាប្រពន្ធគឺជាមនុស្សម្នាក់ដែលទំនុកបំរុងមើលថែគ្រួសារប៉ុន្តែខ្ញុំនិយាយពាក្យមួយឃ្លាបើសិនជាប្រពន្ធធ្វើឲ្យប្តីគ្រប់គ្រាន់ណាប្តីនឹងមិនអាចទៅមានអ្នកផ្សេងបានទេពាក្យថាគ្រប់គ្រាន់មិនមែនតែរឿងលើក្រែទេពាក្យថាគ្រប់គ្រាន់ទាំងផ្លូវកាយទាំងផ្លូវចិត្តទាំងផ្លូវអារម្មណ៍ដែលគាត់បំពេញក្តីសុខឲ្យប្តីបានគឺប្តីនឹងមិនអាចបែកឆ្វេងពេលខ្លះប្តីចូលចិត្តបែបថែបែបនេះពេលខ្លះប្តីចូលចិត្តថែបែបនោះតែប៉ុន្តែប្រពន្ធអាងតែពាក្យថាប្រពន្ធតែចំណងចងមកដល់ចាស់ទុំដឹងលឺដូច្នេះប្រពន្ធតែងតែគិតថាប្តីអញធ្វើអញ្ចេះអញមិនធ្វើអញ្ចេះអញមិនបំពេញអញ្ចេះក៏នៅតែប្តីអញប៉ុន្តែអានេះជាចំណុចតូចបំផុតដែលជាការរួមផ្ដុំជាការរួមផ្សំដែលធ្វើឲ្យមនុស្សប្រុសនឹងឃើញចំណុចខ្សោយរបស់ភរិយាឧទាហរណ៍យ៉ាងស្រាលបំផុតបើសិនជាចានៅក្នុងវីដេអូមួយនេះគឺគាត់និយាយរកហេតុផលដើម្បីឲ្យប្រុសផិតនេះប្តីនេះផិតប្រពន្ធនេះទៅមានស្រីក្រៅនេះគឺអត់ខុសត្រឹមត្រូវហើយអ្នកដែលខុសនោះគឺប្រពន្ធវិញចាដែលអត់បានបំពេញចំណងផ្លូវកាយផ្លូវចិត្តឲ្យខាងប្តីនឹងបានគ្រប់គ្រាន់អញ្ចឹងបើគាត់មានស្រីក្រៅដើម្បីបំពេញអូចាបងប្អូនទាំងអស់គ្នាខ្ញុំហួសចិត្តហ្មងក្នុងនាមនាងខ្ញុំជាមនុស្សស្រីហើយក្នុងនាមនាងខ្ញុំក៏ជាប្រពន្ធរបស់ប្តីនេះខ្ញុំមួយរូបដែរចានាងខ្ញុំពិតជាស្ដាប់ហើយហួសចិត្តហើយអត់ទទួលយកហេតុផលដល់ឈួតលីលានេះទេចាពីព្រោះអីប្រទេសយើងមានច្បាប់ចាប្តីមួយប្រពន្ធមួយចាអញ្ចឹងបើសិនជាខាងមិនថាខាងប្រុសឬខាងស្រីទេមានអំពើផិតក្បត់មានស្រីឬមានប្រុសអីសហាយអីចឹងទៅគឺអ្នកឯងនឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់អីអត់មានគិតហេតុផលឯងអត់បានបំពេញអីណាណីទេចាអញ្ចឹងខ្ញុំចង់ផ្ដល់យោបល់ទៅវិញចាខ្ញុំចង់និយាយថាចំពោះគ្រួសារយើងប្តីប្រពន្ធយើងបើសិនជាប្រពន្ធយើងមានចំណុចខ្វះខាតប្តីយើងមានចំណុចខ្វះខាតចាយកមកនិយាយនៅលើតុមកចាអត់មានអីក្រៅពីការនិយាយតទល់មុខគ្នាចាបើសិនខ្វះខាតកន្លែងណាមួយយើងបំពេញទៅបើសិនជាយើងលើសកន្លែងណាមួយយើងដកទៅយើងនិយាយគ្នាបានតាចាមិនអីគេគឺអង្គុយសម្លឹងមើលប្រពន្ធខ្លួនឯងខ្វះខាតចំណុចនេះមួយអញទៅរកក្រៅដើម្បីបំពេញឲ្យអញចាវាអត់ត្រឹមត្រូវទេចាយើងមនុស្សតានិយាយគ្នាបានតាចាហើយបើសិនជាប្រពន្ធឬក៏ប្តីចាបំពេញនៅតែមិនបានធ្វើទៅមិនបានទេចាបើសិនជាឯងតម្លាក់ចុះចំណុចណាមួយចោលក៏តម្លាក់ទៅចាប៉ុន្តែបើសិនជាឯងនៅដាច់អហង្ការថាអត់ទេតើតែបំពេញឲ្យខ្ញុំបានខ្ញុំនៅជាមួយខ្ញុំមានក្តីសុខនៅក្នុងកាយចិត្តខ្ញុំបើអ្នកឯងទទួលយកមិនបានដាក់ពាក្យលែងលះគ្នាចាលែងលះគ្នាឲ្យដាច់ស្រេចជាមួយប្រពន្ធឬប្តីយើងនេះបន្ទាប់មកយើងទៅរកបុគ្គលណាដែលគេមានលក្ខខណ្ឌបំពេញក្តីសុខឲ្យយើងផ្លូវកាយផ្លូវចិត្តឬក៏គ្រប់យ៉ាងដែលយើងចង់បាននោះអានឹងបានហៅថាមនុស្សត្រឹមត្រូវចាធ្វើអីលះច្បាស់1 2 3ឲ្យច្បាស់អញ្ចឹងមកចាអានឹងយើងអត់មានត្រូវសង្គមថ្កោលទោសឬក៏មានឈ្មោះជាមនុស្សអត់ល្អផិតក្បត់អីទេចាធ្វើអញ្ចឹងមកគឺល្អទាំងស្រីទាំងប្រុសធ្វើអញ្ចឹងមកចាហើយកុំយកហេតុផលនឹងយកទៅនិយាយវាខ្មាស់គេសម័យនេះហើយកុំមកនិយាយថាប្រពន្ធនៅផ្ទះយកហេតុផលថាដោយសារតែការពេញច្បាប់អីប្តីអញនៅប្តីអញអត់ខ្វល់មនុស្សស្រីសម័យឥឡូវគេមិនទៅគិតអញ្ចឹងទេគេឆ្លាតចង់ងាប់ហ៎ចុះមនុស្សស្រីខ្លះស្អាតចង់អីហើយកិច្ចការផ្ទះមិនថារឿងគ្រប់យ៉ាងក្រៅក្នុងឯងគឺប្រកែទាំងអស់តែនៅតែប្តីនឹងមានស្រីទៀតអាហ្នឹងគេហៅថាសន្តានមនុស្សដែលថោកសន្តានមនុស្សដែលក្បត់ផិតចាតួល្អប៉ុណ្ណាក៏វាមិនគ្រប់គ្រាន់ដែរហើយមកនិយាយភាសាចឹងអីស្ដាប់អត់ចូលជាហ្មងឃើញមែនខ្ញុំពីមុនបើសិនគេនិយាយតាក់តងមួយរួមគ្រួសារខ្ញុំទៅតិចមែនទេខ្ញុំរោនិយាយមែនទេតែខ្ញុំវាមិនតមានប្តីខ្ញុំនៅ single អញ្ចឹងខ្លាចគេថាមិនតឆ្លងកាត់រឿងគ្រួសារទៅឯងចេះនិយាយវែកញែកឥឡូវមានប្តីហើយចាចង់និយាយថាការងារណាដែលថានិយាយមកភ្លាវប្រភ្លើចាម្នេះលះដែរចាចង់និយាយចឹងចាអញ្ចឹងខ្ញុំមិនដឹងថាកម្មវិធីនឹងជាកម្មវិធីដែលត្រូវអ្នកដែលនិយាយមកត្រូវតែត្រូវណាចាអញ្ចឹងប៉ុន្តែសម្រាប់នាងខ្ញុំចានាងខ្ញុំអត់គ្រប់គ្រងទេចំពោះអារឿងបែបចឹង
ចាអញ្ចឹងតើបងប្អូនទាំងអស់គ្នាគិតបែបមិនដែរចាសូមបញ្ចេញមតិយោបល់នៅក្នុង comment នេះចា